របាំត្រុដិរបាំត្រុដិជារបាំដែលចាប់កំណើតក្នុងសហគមន៍ស្រុកស្រែចំការត្រុដិជាភាសាសំស្ក្រឹតមានន័យថាដំណើរកាត់ឬផ្ដាច់អ្នកស្រុកលេងរបាំនេះតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរតែប៉ុណ្ណោះពោលគឺក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីព្រមទាំងបណ្ដេញឧបទ្រពចង្រៃដើម្បីទទួលបានស្រីសួស្ដីប៉ុន្តែជួនកាលនៅពេលស្រុកទេសជួបគ្រោះរាំងស្ងួតអ្នកស្រុកក៏លេងរបាំនេះដើម្បីសុំទឹកភ្លៀងលើសពីនេះទៅទៀតការលេងត្រុដិរបស់អ្នកស្រុកដែលសំខាន់នោះគឺរៃអង្គាសទៀនដើម្បីយកមកកសាងនិងជួសជុលសមិទ្ធផលរួមក្នុងសហគមន៍ពិសេសនៅតាមវត្តអារាមពោលគឺពុំមែនយកជាប្រយោជន៍ផ្ទាល់ខ្លួនឡើយវងរបាំនេះអាចមានមនុស្សច្រើនឬតិចទៅតាមការនិយមរបស់អ្នកស្រុកភូមិឬចំនួនមនុស្សស្ម័គ្រចិត្តចំណែកឯឧបករណ៍សម្រាប់លេងនោះក៏ទៅតាមចំនួនមនុស្សដែររបាំនេះឈប់សម្ដែងនៅឆ្នាំ1975ហើយចាប់ផ្ដើមសម្ដែងឡើងវិញពីឆ្នាំ1979រហូតមកសពថ្ងៃរបាំត្រុដិមានប្រជាប្រិយភាពណាស់ត្បិតនៅអំឡុងពេលតាំងពីមុនចូលឆ្នាំត្រុដិត្រូវគេហៅទៅរាំនៅតាមស្ថាប័នរដ្ឋក្រុមហ៊ុនឬផ្ទះឯកជនដើម្បីបណ្ដេញឧបទ្រពចង្រៃហើយនាំមកនៅសេចក្តីសុខចម្រើន